ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំមកធ្វើការសង្ខេបតាក់ទងជាមួយនឹងសង្គ្រាមអ៊ឺរ៉ង់បាទមកទល់នឹងថ្ងៃនេះគឺថ្ងៃទី13ហើយសង្គ្រាមរបស់អ៊ឺរ៉ង់នៅអ៊ឺរ៉ង់គឺបន្ទាប់ពីលោកអាយ៉ាតូឡាលីខាម៉ាណេបានទទួលមរណភាពមកគឺកូនប្រុសរបស់លោកគឺមុចថាបាគឺឡើងកាន់តំណែងជំនួសលោកអាខាម៉ាណេហើយក៏បានធ្វើសេចក្តីថ្លែងការណ៍ជាលើកដំបូងក្នុងការកាន់តំណែងរបស់លោកមកគឺថ្លែងការណ៍ថាច្រកសមុទ្រហូម៉ូសនៅតែបន្តបិទហើយមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់បន្តវាយប្រហារបាទអត់ទាន់បញ្ចប់ទេតែមានសេចក្តីរាយការណ៍ថាគាត់របួសជើងបងប្អូនទាំងគ្នាបាទរបួសជើងរឿងទី2គឺរឿងព្រេងបាទព្រេងតាំងពីវាយគ្នាមកមុនវាយប្រហារគឺ$60មកទល់បច្ចុប្បន្នគឺឡើងចុះហើយបំបែកតម្លៃ$100គឺចូលដល់100ជាងបាទ100ជាងតាក់ទងជាមួយប្រេង Brent ណាបងប្អូនទាំងគ្នាប្រេង Brent ហើយនឹង WTI របស់អាមេរិកគឺចាប់ផ្ដើមឡើងថ្លៃកើនឡើង54%បាទចាប់តាំងពីវាយគ្នាថ្ងៃទី28មកតម្លៃបើយើងទៅមើលទីផ្សារពាក្យហ៊ុនរបស់សហរដ្ឋអាមេរិកគឺ Dow Jones បាទបានធ្លាក់ចំនួន739 point បាទហើយ S&P 500និង Nasdaq ក៏បានធ្លាក់ចុះដូចគ្នាដែរដោយសារតែបារម្ភពីសង្គ្រាមនិងអតិផរណាអ្វីដែលចាប់អារម្មណ៍នោះគឺធនាគារ Goldman Sachs បានព្យាករណ៍ថាធនាគារកណ្ដាលអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅខែមិថុនានេះប៉ុន្តែគឺมันអាចកាត់ទេបាទមានតែរក្សាដដែលហើយអាចតម្លើងបន្ថែមទៀតអញ្ចឹងអត្រាការប្រាក់ក្នុងឆ្នាំនេះអាចកាត់ម្ដងនៅក្នុងខែកញ្ញាឬក៏នឹងមិនកាត់ដោយសារតែសង្គ្រាមបាទនេះមានន័យថាប្រាក់កម្ចីទិញផ្ទះនិងអាជីវកម្មនៅតែមានតម្លៃថ្លៃបាទបើយើងទៅមើលការវាយប្រហារពីសហរដ្ឋអាមេរិកអ៊ីស្រាអែលទៅកាន់អ៊ឺរ៉ង់វិញគឺវាយគ្នាទៅមកបាទអ៊ឺរ៉ាក់ក៏បានវាយប្រហារអ៊ឺរ៉ាក់សំទោសអ៊ឺរ៉ង់គឺវាយប្រហារ target របស់គាត់គឺកន្លែងចម្រាញ់ប្រេងកន្លែងស្តុកប្រេងហើយនាវាដឹកប្រេងបាទសេចក្តីរាយការណ៍ពីម្សិលមិញខ្ញុំបានធ្វើហើយឆ្លងកាត់ច្រកសមុទ្រហូម៉ូសខ្ទេចអស់នាវា3មាននាវារបស់ថៃនាវារបស់ជប៉ុននិងនាវារបស់កោះអីគេមួយទៀតខ្ញុំភ្លេចបាត់ទៅបងប្អូននេះបាទអញ្ចឹង3ខ្ទេចវាប្រហារធ្លីពេងពេញហ្នឹងបាទព័ត៌មានដែលថ្មីមួយទៀតគឺបាទយន្តហោះចាក់សាំងលើអាកាសប្រភេទ KC-135 របស់អាមេរិកបានធ្លាក់នៅភាគខាងលិចប្រទេសអ៊ឺរ៉ាក់បាទប៉ុន្តែនៅក្នុងហ្នឹងគឺអត់ទាន់មានបញ្ជាក់ថារបាយការណ៍ហ្នឹងគឺធ្លាក់ដោយសារអីទេហើយក៏មិនមែនពីការបាញ់ទម្លាក់ពីសត្រូវឬក៏alliance បាទឬក៏ friendly បាញ់ដែរគឺអត់ទាន់មានទេយើងរងចាំមើលរបាយការណ៍ទាំងអស់គ្នាហើយក្នុងនោះដែរគឺទទួលបានថាទាហានបារាំងម្នាក់បាទជនជាតិបារាំងអ្នកត្រូវបានរាយការណ៍ស្លាប់នៅក្នុងតំបន់Erbil បាទ Erbil ផងដែរបាទអ៊ឺរ៉ង់បានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ទៅកាន់ទីក្រុង Tel Aviv បាទ Tel Aviv បាទនិង Haifa ជាការឆ្លើយតបអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរទៅលើទីក្រុងតេហេរ៉ង់វិញបណ្ដាលឲ្យប៉ះពាល់ដល់លំនៅឋាននិងបង្កឲ្យមនុស្សស្លាប់និងរបួសជាច្រើនដែរបាទមានលក្ខខណ្ឌ3ចំណុចដើម្បីបញ្ចប់សង្គ្រាមគឺនេះគឺប្រធានាធិបតីអ៊ឺរ៉ង់បានលោក Pezeshkian បានដាក់លក្ខខណ្ឌ3ទី1ទទួលស្គាល់សិទ្ធិស្របច្បាប់របស់អ៊ឺរ៉ង់ទី2សងការខូចខាតសង្គ្រាមទី3មានការធានាពីអន្តរជាតិថានឹងមិនមានការវាយប្រហារនាពេលអនាគតប៉ុន្តែលោកត្រាំក៏បានឆ្លើយតបទៅវិញគឺផ្ដោតបញ្ហាគឺនុយក្លេអ៊ែរជាធំបាទអង្គការសហប្រជាជាតិបានបញ្ជាក់ថាប្រជាជនអ៊ឺរ៉ង់ប្រហែល 3.2 លាននាក់បានបាត់បង់ជម្រកនិងរត់ភៀសខ្លួននៅក្នុងស្រុករួមទាំងប្រជាជនលីបង់បាទជាង 820,000 នាក់ផ្សេងទៀតកំពុងតែរត់ភៀសខ្លួនផងដែរហើយតាក់ទងជាមួយប្រេងវិញគឺអាមេរិកបើកផ្លូវឲ្យរុស្ស៊ីបាទចរាចរប្រេងវិញហើយដើម្បីទប់ទល់នឹងតម្លៃប្រេងឡើងថ្លៃរហូតដល់$100នេះគឺរដ្ឋបាលលោកត្រាំបានចេញអាជ្ញាប័ណ្ណបណ្ដោះអាសន្នអនុញ្ញាតបាទឲ្យប្រទេសនានាទិញប្រេងពីរុស្ស៊ីដែលជាប់គាំងនៅតាមសមុទ្រដើម្បីតម្រូវការទីផ្សារពិភពលោកតាំងពីសង្គ្រាមអ៊ុយក្រែនមកគឺរុស្ស៊ីត្រូវបានដាក់ទណ្ឌកម្មបាទដាក់ទណ្ឌកម្មដល់ពេលឥឡូវនេះ
អាមេរិកធ្វើសង្គ្រាមនៅក្នុងមជ្ឈមពាវ័យអឺរ៉ង់ឥឡូវបាក់ឲ្យប្រទេសនានាទិញពេកមកវិញទិញពេកពីរុស្ស៊ីដូច្នេះនេះគឺជានយោបាយតាក់ទងជាមួយនឹងមហាអំណាចបាទក្តោបក្តាប់ពិភពលោកហើយយើងនឹងរងចាំមើលបន្តទៀតថាតើនឹងវិវត្តយ៉ាងណានៅក្នុងសង្គ្រាមនេះហើយយើងកំពុងតាមដានបន្តថាតើសង្គ្រាមនេះនឹងបញ្ចប់ទៅដល់របៀបណានេះគឺជារបាយការណ៍សង្ខេបតាក់ទងជាមួយនឹងវិវត្តនភាពរបស់សង្គ្រាមនៅក្នុងអឺរ៉ុបដែរបើបងប្អូនមានចម្ងល់នេះអាចតំណមក admin បានឬក៏អាច join channel admin បានបាទសូមអរគុណ